សួស្តីបងប្អូនទាំងអស់គ្នាដោយសារតែប្រហែលថ្ងៃនេះគឺមានបងប្អូនគាត់សួរពាក់ព័ន្ធជាមួយគីឡូកូនធៀបនឹងអាយុនឹងរៀងច្រើនដែរអញ្ចឹងខ្ញុំចង់មកបង្ហាញបងប្អូនទាំងអស់គ្នាម្ដងទៀតដោយសារខ្ញុំធ្លាប់បានធ្វើវីដេអូម្ដងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រប់ស្ត្រីដែលគាត់សម្រាប់កូនហើយគឺគាត់តែងតែទទួលបាននៅបានលឿងអញ្ចឹងនៅក្នុងបានលឿងគឺមានច្រើនប៉ុន្តែចំណុចដែលខ្ញុំបានលើកយកមកបង្ហាញនេះគឺតារាងការលូតលាស់របស់កូនអញ្ចឹងយើងចង់ដឹងថាកូនមកយើងលូតលាស់ឬក៏មិនលូតលាស់បងប្អូនអ្នកគ្នាមើលនៅក្នុងតារាងលឿងនឹងកន្លែងតារាងនៃការលូតលាស់របស់កុមារហ្នឹងបងប្អូនអ្នកគ្នាទាញយកមកមើលមកហើយអាចហៅថារៀនក្នុងការមើលហើយស្វែងយល់ថាតើកូនរបស់យើងនឹងលូតលាស់ឬក៏មិនលូតលាស់វាអត់ពិបាកក្នុងការមើលទេអញ្ចឹងព្យាយាមក្នុងការស្វែងយល់ទាំងអស់គ្នាអញ្ចឹងនៅក្នុងបានលឿងគឺគេបង្ហាញច្បាស់តែម្ដងថាកូនរបស់យើងលូតលាស់ឬក៏មិនលូតលាស់អញ្ចឹងនៅក្នុងបានលឿងគឺមានការបកស្រាយអំពីពណ៌ថាកូនរបស់យើងចូលទៅក្នុងកឡោនពណ៌ណាដែលល្អពណ៌ណាដែលមិនល្អអញ្ចឹងចំពោះពណ៌បៃតងឬក៏ពណ៌ខៀវហ្នឹងគឺមានន័យថាកូនរបស់យើងគឺលូតលាស់ល្អចំណែកឯពណ៌លឿងគឺមានន័យថាទម្ងន់ទៀបធៀបនឹងអាយុគឺកូនរបស់យើងគីឡូគឺនៅស្ទើរវាអត់លូតលាស់ល្អទេក្នុងពណ៌ហ្នឹងក្នុងករណីកូនរបស់យើងក្រោម6ខែគេឲ្យយើងបង្កើនការបំបៅរបស់កូនឲ្យបានញឹកញាប់បើកូនអាយុ6ខែឡើងគឺយើងត្រូវតែបង្កើននៅអាហារបន្ថែមដូចជាបបរខាប់គ្រប់គ្រឿងហើយចំពោះពណ៌ក្រហមគឺទម្ងន់ទៀបខ្លាំងធៀបនឹងអាយុដែលអាចនិយាយបានថាកង្វះអាហារូបត្ថម្ភអញ្ចឹងចំណុចហ្នឹងគឺយើងត្រូវតែមន្ទីរពេទ្យត្រឡប់មកមើលអំពីការប្រៀបធៀបថាតើយើងប្រៀបធៀបបែបណាអញ្ចឹងបងប្អូនទាំងគ្នាច្បាស់ហើយថាក្នុងម្នាក់គឺដឹងតែមានឯបានលឿងឲ្យតែយើងសម្រាប់កូនហើយគឺដឹងទទួលបានហើយអញ្ចឹងនៅក្នុងតារាងគឺមានតារាងបញ្ឈរហើយនិងផ្ដេកតារាងបញ្ឈរគឺកំណត់2គីឡូរបស់កូនណា1ក្រឡា1គីឡូ1កាឡា1គីឡូអញ្ចឹងមាន2គីឡូ4គីឡូ6គីឡូ8គីឡូដល់20គីឡូចឹងនៅក្នុង1កាឡោនគឺ1គីឡូបងប្អូនទាំងគ្នាត្រូវដឹងថាគីឡូកូនរបស់យើងគីឡូប្រមាណហើយចំពោះតារាងផ្ដេកតារាងដេកហ្នឹងគឺមានន័យថាអាយុចឹងអាយុចាប់ពី0ខែរហូតដល់60ខែយើងអាចប្រៀបធៀបរហូតបានទៅតាមគីឡូហើយនឹងអាយុរបស់កូនចឹងក្នុងតារាងគឺអត់ពិបាកទេបើយើងចេះគឺយើងមើលគឺយើងយល់ហ្មងថាកូនរបស់យើងលូតលាស់ឬក៏មិនលូតលាស់បញ្ជាក់បន្ថែមបងប្អូនអ្នកគ្នាយកបានវាក់សាំងទៅកុំទុកចោលណាយើងត្រូវស្វែងយល់អំពីចំណេះដឹងមួយនឹងក៏ល្អមួយយ៉ាងដែរដោយងាយស្រួលមិនបាច់ក្នុងការសួរពេទ្យហើយបើក្នុងករណីបើសិនជាយើងមានបញ្ហាឬក៏យើងដឹងថាកូនរបស់យើងស្ទើរគីឡូហើយអាហ្នឹងគឺយើងត្រូវតែទៅជួបពេទ្យដើម្បីផ្ដល់ប្រឹក្សាបន្ថែមនៅក្នុងវីដេអូនេះខ្ញុំឧទាហរណ៍ដោយសារតែមានបងប្អូនគាត់មានកូនអាយុ16ខែហើយគីឡូកូនរបស់គាត់គឺ9គីឡូកន្លះណាអញ្ចឹង9គីឡូកន្លះយើងមើលទៅលើកឡោន9គីឡូកន្លះចន្លោះហ្នឹងកន្លែងហ្នឹងគឺ9គីឡូអញ្ចឹងកន្លះគីឡូគឺយើងចុចចំណុចកតាហើយយើងអស់ពីកន្លែង9គីឡូកន្លះហ្នឹងមកត្រឹមអាយុ18ខែណាអស់មកបើសិនជានៅក្នុងកឡោនពណ៌បៃតងឬក៏ពណ៌ខៀវមានន័យថាកូនរបស់យើងគឺលូតលាស់ល្អអញ្ចឹងឲ្យយើងអត់មានត្រូវការព្រួយបារម្ភអីទេណាមើលតារាងទាំងអស់គ្នាហើយស្វែងយល់ទាំងអស់គ្នាដើម្បីចំណេះដឹងមួយនេះគឺយើងងាយស្រួលមែនតើដឹងថាកូនរបស់យើងល្អឬក៏មិនល្អអញ្ចឹងឃើញទេចុចទៅឃើញថាកូនរបស់គាត់គឺនៅក្នុងតារាងពណ៌ខៀវអញ្ចឹងមានន័យថាតារាងពណ៌ខៀវគឺកូនរបស់គាត់គឺសុខភាពល្អការលូតលាស់របស់គាត់គឺល្អនេះឃើញការបកស្រាយរបស់គេល្អពណ៌ខៀវពណ៌លឿងទម្ងន់ទៀបធៀបនឹងអាយុក្រហមទម្ងន់ទៀបខ្លាំងធៀបនឹងអាយុអញ្ចឹងក្នុងករណីបើសិនជាយើងទាញគីឡូរបស់កូនមកជាមួយនឹងអាយុកូនទៅស្រាប់តែចូលទៅក្នុងកឡោនពណ៌លឿងមានន័យថាទម្ងន់ទៀបធៀបនឹងអាយុហើយអញ្ចឹងអាហ្នឹងគឺយើងត្រូវតែបំពន់អាហារបន្ថែមបើសិនជាក្រោម6ខែគឺយើងត្រូវព្យាយាមបំបើកូនឲ្យបានញឹកញាប់ណាតែបើកូនមកយើងលើសពី6ខែហើយព្យាយាមបន្ថែមអាហារដូចជាបបរគ្រប់គ្រឿងអញ្ចឹងតែបើក្នុងករណីចូលទៅក្នុងកឡោនពណ៌ក្រហមបងប្អូនអ្នកគ្នាពណ៌ក្រហមគឺទៀបខ្លាំងមែនទែនដែលបញ្ជាក់ថាកូនមកយើងកង្វះអាហារូបត្ថម្ភអញ្ចឹងត្រង់ចំណុចហ្នឹងបងប្អូនអ្នកគ្នាគឺត្រូវតែទៅពេទ្យទៅកន្លែងដែលគាត់មានជំនាញខាងកុមារហ្នឹងដើម្បីផ្ដល់ប្រឹក្សាបន្ថែមឬក៏គេមានប្រភេទអាហារដើម្បីបំពន់គាត់ដើម្បីឲ្យគាត់ឡើងគីឡូល្អហើយកូនកាលណាកង្វះអាហារូបត្ថម្ភគឺគាត់ប្រព័ន្ធភាពស៊ាំរបស់គាត់ល្អដែរអញ្ចឹងគាត់ងាយនឹងមានការឆ្លងជំងឺផ្សេងអញ្ចឹងបងប្អូនអ្នកគ្នាចំណុចកន្លែងហ្នឹងគឺសំខាន់មែនតើគឺជាចំណេះដឹងមួយដ៏ល្អសូមព្យាយាមស្វែងយល់អំពីចំណេះដឹងមួយនេះឲ្យបានគ្រប់គ្នា